Chucky Vang Chucky សុទ្ធស្ដាំចូល1-0នៅក្នុងនាទីទី11ដោយកីឡាករខ្សែបម្រើប្រយុទ្ធ Ryan Chucky រកបានមួយគ្រាប់នាំមុខទៅហើយ Ryan Chucky បាទយើងមកទស្សនានេះគឺជាការធ្វើប្រហែសបាទឲ្យខូចបាល់ពីសំណាក់កីឡាករខ្សែបម្រើបាទ Bissouma ខូចហើយក៏បោះមកឲ្យ Chucky កន្លែងនេះគាត់អស់ស្ទាត់សុទ្ធខ្លួនឯងតែម្ដងប្រិយមិត្តយើងមកជើងស្ដាំនេះបាទមើលទៅដូចជាមិនតំណងចូលទេប៉ុន្តែបែរជាអាចចូលបាន Bernardo Silva បោះឲ្យ Haaland ផ្ទះបន្តកន្លែងនេះ Bissouma ទៅចាប់ទាញ Haaland មកឲ្យរត់មកបានទេប៉ុន្តែចុងក្រោយនៅតែអាចបាទបំពងសំណាញ់ទីបានដដែលពីការទាត់របស់កីឡាករ Ryan Chucky មកជើងនេះប្រិយមិត្តយើងបាល់គឺវាពីលើប្រអប់ជើងរបស់ Dragusin ចឹងធ្វើឲ្យបាទ Vicario នឹងពិបាកនៅក្នុងការស្មានចលនាទីតាំងបាល់ដែលរត់ទៅដែរបាទ1-0ហើយការរបស់ Bernardo Silva អង្គទាន់សាម៉ាញ៉ូ2-0អង្គទាន់សាម៉ាញ៉ូរកបានមួយគ្រាប់ដែលជាគ្រាប់ទី2របស់ Manchester City នៅក្នុងនាទីទី44ដែលជាការបង្កើតឱកាសអាស៊ីដ៏ល្អពីសំណាក់ Bernardo Silva បាទខ្សែប្រយុទ្ធស្លាប់ឆ្វេងស្ដាំរបស់ Man City រកបានម្នាក់មកគ្រាប់ហើយនៅឡើយតែ Erling Haaland ទេរៀងឆ្ងាត់បាទយើងមកទស្សនារូបភាពបាទថ្ងៃនេះទៅចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដឹងតែត្រូវខ្សែក្រវ៉ាត់របស់លោកបាទ Thomas Frank ហើយបាទសម្រាប់កីឡាកររបស់ Tottenham Hotspur ពីព្រោះថារាល់គ្រាប់បាល់ដែល Man City បាទរកបានគឺសិតសឹងតែជាការបង្កកំហុសរបស់បាទកីឡាករខ្សែការពារទាំងអស់តែម្ដងបាទលើកទី1គឺការខូចបាល់ពីកីឡាករ Bissouma លើកទី2គឺជាការបញ្ជូនបាល់មិនល្អរបស់កីឡាករ Radu Dragusin ធ្វើឲ្យ Rodrigo បាទកាត់យកបាល់បានហើយក៏បញ្ជូនមកឲ្យ Bernardo Silva ស្រួលបន្តឲ្យ Samanjo ក៏ទាត់ផ្ដាច់បានយ៉ាងល្អហើយក៏អាឡាត់2ជុំ1អាយ៉ាអន្តនេនេះហើយបាទចង់តនេហើយ2-0 Dominic Solanke ឋានចូល1-2 Tottenham Hotspur ទីបំផុតទូគេធ្វើបានហើយពីស្រឡាញ់គេម្នាក់ឯងនេះធ្វើបាល់ល្អណាស់បាទទាត់ជាមួយជើងរបស់ Makahi បាទយើងមើលរូបភាពមិញតើស្រឡាញ់គេគាត់ធ្វើយ៉ាងម៉េចយើងមើលទស្សនារូបភាពអាយ៉ាអូសំណាងហើយចេះតែសល់ជើងរបស់បាទខ្សែការពារកីឡាករ Ryan Ednori កុំអីនឹងជាប់ទៀតបាទកន្លែងនេះគាត់កឹបទាត់បាទទាត់ទាំងជើង Makahi ទៅទៀតគាត់កឹបមួយកន្លែងនេះនឹងហូនគាត់ពាំងល្អណាស់កឹបមកខាងក្រោយហើយក៏ទាត់មកជើងស្ដាំនេះបាទបាល់នេះគឺគាត់ទាត់ពីខាងក្រោយជួយញ៉ាកដាឲ្យទៅត្រូវទាំងបាល់ត្រូវទាំងជើងប្រិមិត្តយើងនេះហូនយើងមើលនេះម៉ាំងទៅទាំងអស់ហ៎ជួយញ៉ាកដាឲ្យគំត់កាឡាហឺលើកចូលពេនបៃកាញ់ចូលអូយ2-0បាទអធិស្ឋាន2-2ច្រឡំ2-0 2-0សម្រាប់វគ្គ2ពីព្រោះថា Spur ជាអ្នកបាទស៊ីម្នាក់ឯង 2-0 ម្នាក់ម្ដងតាំងស៊ី1 Man City 2-0តាំងទី2បាទ Spur 2-0 វិញសរុបលទ្ធផលបន្ទល់ពេលនេះគឺ2ស្មើញ៉ៃម៉េះ admin យើងមកទស្សនារូបភាពនេះវាយកែងអានេះគេហៅឲ្យកាលដំរីឬក៏នេះវត្តកន្ទុយបាទយើងមកទស្សនារូបភាពនេះវាយកកាលដំរីដល់បងប្អូនយើងនេះក្បាច់ខ្ចាដំរីបាទរបស់ Dominic ស្រឡាញ់គេម្នាក់ឯងថ្ងៃនេះ Dominic ស្រឡាញ់គេម្នាក់ឯងខ្លាចជា Man of the Match របស់បាទ Spur ហើយទស្សនារូបភាពពីការលើកទៅពី Gallagher វាយកែងកន្លែងនេះគឺចំប្រអប់ជើងខាងក្រោយរបស់គាត់បងប្អូនយើងបាល់ចេះបាទ1000មានតែមួយលើកទេបងប្អូនយើង Rodrigo គាត់ឈូសដែរតែឈូសមិនចូលហើយដៃរបស់ Donnarumma ប៉ះដែរប៉ុន្តែនៅតែមិនអាចបាទធ្វើឲ្យបាល់នេះចេញបានផ្ញើរូបភាពបាទនៃការស៊ុតបញ្ចូលទីដ៏អស្ចារ្យនេះទៅដល់បងប្អូនយើងនៅទស្សនា highlight ពីព្រឹកផងអស់ទោះហើយបងប្អូនយើងមកគ្រាប់នេះខ្លាចជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាលនេះហើយបាទបាទខ្ញុំរកឃើញណាខ្ញុំលើកទី1ឥឡូវទៅទៀតហើយលឿនល្អណាស់អូមកធ្វើនេះលឿនជាង Xavi Simon អូយតាំងពីប្រិមិត្តយើង Spur គឺជាមន់ខ្នៃមាសឲ្យថែមទាំងដោះស្នែងទៀតបាទនេះយកមកទស្សនារូបភាពបុកជាមួយនឹងខ្នងរបស់បាទនេះខ្សែបំរើហើយក៏ត្រូវបានសង្គ្រោះដោយ Donnarumma បន្ថែមទៀតការស៊ុតរបស់ Xavi Simon ដ៏ឆ្ងាញ់ជាលើកដំបូងសម្រាប់ការប្រកួតនេះហើយបាទញ៉ាកដាប់ឡងកញ្ចែបញ្ចប់ការប្រកួតបាទលទ្ធផលជាផ្លូវការ Tottenham Hotspur
មិនបានចាញ់ទេបាទសម្រាប់ការប្រកួតប៉ះជាមួយនឹងគីឡូធ្ងន់បាទ MQ Manchester City បាទគឺ2-2 តង់ទី1 Manchester City សុទ្ធតង់ទី2 Spurs ជាអ្នកសុទ្ធវិញអញ្ចឹងអបអរសាទរទៅដល់ Arsenal បាទ Spurs ហើយនឹង Man City លេងដល់ពេលអបអរសាទរ Arsenal ណាស្គយអត់មានបាទដោយសារអីដោយសារតែ Arsenal បាទបានកម្រិត2បន្ទុកបន្ថែមទៀតហើយបាទពីការជួយជុំជ្រែងរបស់ Spurs ដែលជាបងប្អូនរួមទីក្រុងបាទគឺ6បន្ទុកដាច់ពីលើ Manchester City